តើនឹងមានអ្វីកើតឡើងប្រសិនបើសហរដ្ឋអាមេរិកត្រូវបានបំបែកជាពីរផ្នែកក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកធ្លាប់ត្រូវបានបែងចែកជាភាគជើងនិងភាគត្បូងប៉ុន្តែក្រោយមកបានរួបរวมឡើងវិញទូយ៉ាងណាលើកនេះស្ថានភាពខុសគ្នាព្រោះប្រទេសត្រូវបានបែងចែកជាពីរប្រទេសថ្មីគឺអាមេរិកខាងកើត East America និងអាមេរិកខាងលិច West America ភ្លាមនោះនឹងមានភាពខុសគ្នាខ្លាំងផ្នែកប្រជាជនអាមេរិកខាងកើតនឹងមានអត្ថប្រយោជន៍ដោយមានប្រជាជនលើសពី230លាននាក់ខណៈអាមេរិកខាងលិចមានប្រជាជនត្រឹមតែប្រហែលពាក់កណ្ដាលនៃចំនួននោះប៉ុណ្ណោះអំណាចយោធារបស់សហរដ្ឋអាមេរិកនឹងត្រូវបានបែងចែកជាពីរហើយដោយធម្មតាគ្រាប់បែកនុយក្លេអ៊ែរនិងអាវុធនុយក្លេអ៊ែរផ្សេងៗក៏នឹងត្រូវបែងចែកផងដែរប្រទេសថ្មីទាំងពីរនឹងបង្កើតរាជធានីផ្ទាល់ខ្លួន Los Angeles នឹងក្លាយជារាជធានីរបស់អាមេរិកខាងលិចខណៈ Washington DC នឹងបន្តជារាជធានីរបស់អាមេរិកខាងកើតភាពតានតឹងនឹងការឡើងយ៉ាងឆាប់រហ័សហើយមិនយូរប៉ុន្មានទាំងពីរភាពនឹងចាប់ផ្ដើមវាយប្រហារគ្នាទៅវិញទៅមកបំលែងតំបន់ព្រំដែនឲ្យក្លាយជាតំបន់គ្រោះថ្នាក់បំផុតមួយលើពិភពលោកក្នុងពេលដូចគ្នានោះរុស្ស៊ីនិងចិននឹងគ្រាន់តែអង្គុយមើលស្រែកសើចដូចជាអ្នកមើលភាពយន្តហើយរងចាំឲ្យសហរដ្ឋអាមេរិកដួលរលំពីខាងក្នុងដោយខ្លួនឯង